តម្លៃហាងចេញមាសអន្តរជាតិនៅល្ងាចថ្ងៃពុធនេះតម្លៃមាសនៅល្ងាចថ្ងៃពុធនេះមានការប្រែប្រួលតម្លៃតិចតួចចំពេលទីផ្សារកំពុងរងចាំភាពច្បាស់លាស់បន្ថែមទៀតលើគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំយោងតាមតម្លៃទីផ្សារមាសអន្តរជាតិក្នុង Trading View នៅល្ងាចម៉ោង 5 ថ្ងៃទី 26 ខែមីនានេះមាសមានតម្លៃ$3,540ក្នុងមួយតម្លឹងឬស្មើនឹង$3,019ក្នុងមួយអោនលោកសូនីគូម៉ារីអ្នកយុទ្ធសាស្ត្រទំនិញរបស់ធនាគារ ANZ បានព្យាករណ៍ថាតម្លៃមាសអាចនឹងឡើងដល់$3,200ក្នុងមួយអោននៅក្នុងខែកញ្ញាបើទោះបីជាតម្លៃនាពេលបច្ចុប្បន្ននេះមិនទាន់ឡើងផុតកំណត់ត្រាចាស់កាលពីថ្ងៃទី 20 ខែមីនាដែលមានតម្លៃ$3,057ក្នុងមួយអោនក៏ដោយនេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reutersយ៉ាងណាមិញអ្នកវិនិយោគកំពុងរងចាំទិន្នន័យសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅក្នុងសប្តាហ៍នេះមានដូចជារបាយការណ៍ការទាមទារសំណងភាពគ្មានការងារធ្វើផលិតផលក្នុងស្រុកសរុបជាពិសេសរបាយការណ៍ការចំណាយប្រើប្រាស់ផ្ទាល់ខ្លួនដែលហៅកាត់ថា PCE របស់សហរដ្ឋអាមេរិកដែលនឹងត្រូវចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះសម្រាប់ការណែនាំបន្ថែមអំពីការផ្លាស់ប្តូរគោលនយោបាយហិរញ្ញវត្ថុរបស់ធនាគារកណ្ដាលអាមេរិកដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងហាងចេញមាសប្រចាំថ្ងៃព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃនិងព័ត៌មានសំខាន់ៗជុំវិញពិភពលោកអ្នកអាចតាមដានបានតាមរយៈ Channel Telegram របស់ Mastercard Academy ដែលគ្រាន់ចុចទៅលើ link ដែលបានដាក់នៅក្នុង caption ខាងក្រោមវីដេអូសូមអរគុណ